តោះ hello ទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះគឺខ្ញុំចង់ធ្វើពាក់ព័ន្ធជាមួយនឹងតើធ្វើម៉េចយើងបានលក្ខណៈថាយើងអាចធ្វើជា IS developer បានអញ្ចឹងណាអញ្ចឹងប្រធានបទនេះក៏វាជាប្រធានបទមួយល្អដែរសម្រាប់សិស្សនិស្សិតដែលទៅតែឆ្នាំទី2ទី3ទី1អញ្ចឹងណាបាទពេលខ្លះឆ្នាំទី4គឺក៏រៀនចប់ហើយក៏ពេលខ្លះក៏មានការចាប់អារម្មណ៍ទៅលើតទៅជាមួយនឹង mobile development បើអញ្ចឹង mobile development វាមានច្រើនប្រភេទហើយ technology ដែលគេយកមកប្រើហ្នឹងក៏វាមានច្រើនដែរអញ្ចឹងក្នុងពេលនេះខ្ញុំបានលើកយកនៅ technology មួយដែលជារបស់ Apple ផ្ទាល់តែម្ដងគឺ technology របស់ Apple គឺ Swift ជាមួយនឹង Swift UI ឬក៏ UI Kit ហើយពីហ្នឹងគឺវាមានភាពចម្រុងចម្រាស់ទៀតថាតើយើងគួររៀនមួយណាមុនអញ្ចឹងណាតែមិនមែនថាយើងអត់រៀនមួយណាទេគឺយើងត្រូវរៀនទាំងពីរបាទអញ្ចឹងដូចជាក់ស្ដែងខ្ញុំសប្តាហ៍ថ្ងៃក៏ជា developer ដែរបាទគឺនៅវិស័យ banking បាទអញ្ចឹងខ្ញុំធ្វើនៅ bank អញ្ចឹងតើតើជាមួយនឹងបច្ចេកទេសគេbuildជាមួយនឹង UI Kit អញ្ចឹងទៅលើ UI Kit គឺវាមានភាពពិបាករៀនជាង Swift UI អាហ្នឹងខ្ញុំអត់ដឹងដែរព្រោះនេះបើតាមខ្ញុំគិតដោយសារណាមួយខ្ញុំ start ដំបូងចេញពី Swift UI អញ្ចឹងខ្ញុំបានរៀន Swift UI ច្រើនពេលខ្ញុំទៅធ្វើការគេតម្រូវឲ្យយើងរៀន UI Kit ទៀតអញ្ចឹងណាដើម្បី adopt ទៅកាន់ team របស់គេអញ្ចឹងនៅក្នុង bank ជាទូទៅគេប្រើតទៅជាមួយនឹង UI Kit របស់ bank ហើយ bank មួយគេមិនមានតែ app មួយទេគេអាចមាន app ផ្សេងទៀតដូចជា merchant ឬក៏ business របស់គេអីចឹងណាបាទអញ្ចឹងtechnology ទាំងពីរហ្នឹងគឺយើងទាមទារយើងត្រូវតែហ៊ានទាំងពីរហ្មងបើ recommend ហ្មងគឺខ្ញុំអត់មាន recommend ទៅខាងណាទេបើអ្នកទាំងអស់គ្នាចង់ពិបាកមុនគឺរៀន UI Kit ទេអានេះដែលខ្ញុំគិតថាវាពិបាកជាង Swift UI បាទអញ្ចឹង Swift UI វា simple UI អ្នកខ្លះគាត់អាចមកពីអីគេមកពី Flutter ឬក៏មកពី React Native បាទអញ្ចឹងក្នុងការ develop mobile app គឺវាមានច្រើនtechnology បាទអញ្ចឹងtechnology នេះគឺជា technology មួយដែល native បាទគេហៅថា native អញ្ចឹងnative វាមានពេលដែលយើង develop mobile app គឺយើងត្រូវ develop ទាំង iOS និង Android បាទអញ្ចឹងពាក់ព័ន្ធនឹងពេលដែលយើង develop គឺ team Android ផ្សេង team iOS ផ្សេងប៉ុន្តែករណីដែលយើងបាទប្រើនៅ technology របស់ផ្សេងទៀតដូចជា React Native ឬក៏ Flutter ឬក៏នេះគេឥឡូវគេចាប់ផ្ដើមមានតាក់ទងជាមួយ technology របស់ Kotlin multi platform បាទអញ្ចឹងKotlin multi platform ហ្នឹងគឺក៏វាdevelop មួយបានពីរដែរបាទវា develop មួយបានច្រើនបាទអញ្ចឹងពីខ្ញុំទៅគឺខ្ញុំគិតថាបើសិនជាយើងចង់ធ្វើការថ្ងៃក្រោយទៅចង់ធ្វើការនៅក្នុងវិស័យ banking នៅក្នុងធនាគារណាបាទអញ្ចឹងគឺយើងគួរតែរៀនទៅលើ native បាទបើសិនជាយើងចង់ធ្វើនៅក្រៅ bank ទេដូចជាធ្វើតាក់ទងមួយ app e-commerce ឬក៏ app អីផ្សេងឬក៏យើងចូលទៅក្រុមហ៊ុន solution អីចឹងណាអញ្ចឹងភាគច្រើនហ្មងគេ developer ទៅលើ technology ផ្សេងពី technology មួយនេះអញ្ចឹងណាបាទហើយអញ្ចឹងគឺខ្ញុំអត់ចង់វែងឆ្ងាយមួយអាហ្នឹងទេដោយសារប្រធានបទយើងតែធ្វើម៉េចបានខ្លាយទៅជា iOS developer បានអញ្ចឹងដើម្បីខ្លាយជា iOS developer បានគឺអត់មានអីពិបាកទេប៉ុន្តែគឺយើងត្រូវបើយើងចង់រៀនខ្លួនឯងអញ្ចឹងគឺយើងត្រូវតែមាននៅ discipline ណាវិន័យបាទអញ្ចឹងកាលណាយើងមានវិន័យយើងតែថ្ងៃហ្នឹងយើងរៀន Swift
dương riêng pi variable riêng pi data type đi xem nó cứ dương thơm mấy mà ngay dương riêng anh là người chết hay sai dương riêng ấy xem tiếp dương bậc cao chỉ schedule luôn ấy bà để xa đây nhung hoạt bàn riêng chỉ schedule hay để xa tại vì flexible tam một côn mà nhẹ chấn bà chấn bẹp pon cho mũi nâng nắng nhà tầng ngọc này set luôn này bạn chấn bộ một với chấn bật to vì dương miền discipline hơi cái dương thử miền máy bạn công tơ thong mà đá cứ pra bàn thế là nạn thao window thì cái link nói nứng cứ pra bàn thế không cả develop ai vậy chấn cứ việc thử miền kia bây giờ một develop cứ make bà chấn từ lớn make bởi dương chọn thưa mobile vì chân này đây chẳng hạn đời xa tại dương develop ban tầng Pi tầng Android tầng iOS hơi dương ai developใน system អីផ្សេងទៀតបានគ្រប់យ៉ាងលើកឡើងតែអ្នកដែលគាត់តាក់ទងជាមួយនឹងគាត់ធ្វើខាង network គាត់អាចប្រើ Windows បានបាទអញ្ចឹងបើយើងជា mobile developer គួរយើងត្រូវតែប្រើ Mac ដែរដោយសារតែពេលដែលយើងទៅធ្វើការទោះបីជាយើងធ្វើជា Android ក៏ដោយជាទូទៅគេអាចនឹងឲ្យ Mac យើងប្រើហើយអញ្ចឹងបើយើងចេះប្រើ Mac ក៏វាល្អដែរបាទអញ្ចឹងបន្ទាប់ពីយើងមាននៅ MacBook ហើយគឺយើងមាននៅ tool ហើយបាទយើងនឹងមាននៅរបស់មួយឯងដែលជា container មួយហើយតែយើងត្រូវមានក្នុងនឹងទៀតតាក់ទងជាមួយនឹង Xcode អញ្ចឹង Xcode គឺជាគេបាទ Xcode គឺជា IDE មួយរបស់ Apple ដែល develop ដោយក្រុមហ៊ុន Apple ផ្ទាល់តែបាទ develop ដោយលោកអីខ្ញុំអត់ចាំទេតែបើ Swift ហ្មងគឺដូចជា introduce ក្នុងឆ្នាំ2014ដោយលោកChris Lerner ខ្ញុំចាំណាគាត់ជា developer របស់ Apple ដែលគាត់បានបង្កើតនៅភាសា Swift និង Swift UI នឹងមកភាសា Swift បាទ Swift UI និង UI Kit អីហ្នឹងគឺខ្ញុំអត់ដឹងដែរបាទភាសាតែអត់បានស្រាវជ្រាវទៅលើវាតែគ្រាន់តែយើងដឹងប្រវត្តិតិចណាព្រោះវាអត់ជាចាំបាច់អីទេបាទគ្រាន់តែជាចំណេះដឹងទូទៅអញ្ចឹងណាដូចអីផ្សេងដែរអញ្ចឹងបាទអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់អញ្ចឹងបន្ទាប់ពីយើងមាន Mac ហើយគឺយើងត្រូវមាន Xcode នឹងអញ្ចឹង Xcode នឹងគឺស្រួលទេគឺយើងត្រូវមាន Apple ID ដើម្បីdownload app